បាទចឹងសម្រាប់ខ្សែទី1បាទខ្សែពណ៌ក្រហមបាទឆ្នូតសបាទជាខ្សែភ្លើងបាទ12វ៉ុលអចិន្ត្រៃយ៍បាទដែលទទួលបានបាទពីក្បាលអាគុយបាទឆ្លងកាត់នៅវិស័យបាទ 5A បាទ5អំពែបាទធ្វើការចិញ្ចឹមបាទប្រអប់បញ្ជានេះបាទ24ម៉ោងបាទលើ24ម៉ោងបាទជំរាបសួរបងប្អូនជាបន្តយើងទាំងអស់គ្នាបាទក៏ដូចជាបងប្អូនបាទដែលកំពុងតែសិក្សាបាទជំនាញការជួសជុលម៉ូតូបាទទាំងអស់គ្នាបាទខ្ញុំបាទសុខហៀងបាទជាក្រុមវិជ្ជាជីវៈបាទជួសជុលម៉ូតូបាទកម្ពុជាបាទថ្ងៃនេះខ្ញុំមកបាទធ្វើការចែកម្លែកបាទជាមួយនឹងដោយប្រអប់បញ្ជាបាទសោឆ្លាតវៃបាទរបស់បាទម៉ូតូបាទ Vision បាទ021 022បាទហើយក៏វាត្រូវជាមួយនឹងបាទស្កូពីបាទស៊េរីឆ្នាំ2023ផងដែរបាទដល់ថ្ងៃនេះខ្ញុំនឹងមកបាទធ្វើការបាទចែកម្លែកបាទជាមួយនឹងដោយបាទប្រអប់បញ្ជានេះថាបាទខ្សែមួយវាមានតួនាទីបាទអ្វីខ្លះបាទចេញពីបតទៅឬក៏បាទមកពីណាចូលមកធ្វើការចិញ្ចឹមបាទប្រអប់បតបញ្ជានេះបាទជាការចាប់ផ្ដើមបាទខ្ញុំសូមបាទធ្វើការបកស្រាយបាទនៅពាក្យមួយចំនួនសិនបាទមុននឹងចូលដល់បាទមុខងារបាទតួនាទីបាទរបស់ខ្សែភ្លើងបាទប្រអប់បញ្ជានីមួយៗថាវាមានតួនាទីអ្វីខ្លះបាទអញ្ចឹងសម្រាប់បាទប្រអប់បញ្ជាបាទឆ្លាតវៃនេះសម្រាប់បងប្អូនបាទជាងយើងខ្លះបាទហៅបាទបតបញ្ជាបងប្អូនខ្លះហៅប្រអប់បញ្ជាបាទចំពោះការហៅមិនជាបញ្ហាទេបាទសម្រាប់បងប្អូនបាទជាងយើងហៅឲ្យតែចំណាំងាយស្រួលបាទក្នុងការទិញគ្រឿងបន្លាស់បាទប៉ុន្តែសម្រាប់ជាអក្សរកាត់បាទភាសាបច្ចេកទេសជាអក្សរកាត់ស្មើនឹងបាទ SCU បាទដែលមកពីអក្សរពេញរបស់វាបាទ Smart Control បាទ Unit បាទដែលយើងបកប្រែជាបាទអក្សរខ្មែរយើងបាទស្មើនឹងអង្គភាពបាទត្រួតពិនិត្យបាទសោឆ្លាតវៃបាទនេះជាអក្សរបាទភាសាបច្ចេកទេសបាទរបស់គេបាទសម្រាប់បងប្អូនជាងយើងបាទងាយស្រួលបាទយល់បន្ថែមទៀតទៅលើភាសាបាទបច្ចេកទេសបាទឥឡូវនេះយើងចូលមកដល់បាទមុខងារបាទតួនាទីបាទខ្សែភ្លើងនីមួយៗបាទរបស់ដោយប្រអប់បញ្ជាបាទសោឆ្លាតវៃនេះជួរខាងលើបាទអញ្ចឹងខ្ញុំសូមបាទធ្វើការបាទរៀបរាប់បាទខ្សែទី1បាទជូនបងប្អូនបាទជាងយើងបាទអញ្ចឹងសម្រាប់ខ្សែទី1បាទខ្សែពណ៌ក្រហមបាទឆ្នូតសបាទជាខ្សែភ្លើងបាទ12វ៉ុលអចិន្ត្រៃយ៍បាទដែលទទួលបានបាទពីក្បាលអាគុយបាទឆ្លងកាត់នៅវិស័យបាទ 5A បាទ5អំពែបាទធ្វើការចិញ្ចឹមបាទប្រអប់បញ្ជានេះបាទ24ម៉ោងបាទលើ24ម៉ោងបាទអញ្ចឹងសម្រាប់ខ្សែបាទទី2បាទខ្សែទី2ខ្សែពណ៌ខ្មៅបាទជាខ្សែភ្លើងបាទ12វ៉ុលបាទទទួលបានពីបាទកុងតាក់សោនៅពេលដែលយើងធ្វើការបើកនៅបេតុងសោវានឹងបាទមានភ្លើងបាទចូលមកចិញ្ចឹមបាទប្រអប់បញ្ជាបាទសម្រាប់ខ្សែទី3បាទខ្សែពណ៌បៃតងបាទឆ្នូតសបាទជាខ្សែម៉ាស់បាទតួអចិន្ត្រៃយ៍បាទធ្វើការបាទចិញ្ចឹមបាទប្រអប់បញ្ជាបាទ24ម៉ោងលើ24ម៉ោងបាទសម្រាប់ខ្សែបាទទី4បាទខ្សែពណ៌បាទខ្មៅសុទ្ធបាទគឺជាខ្សែភ្លើងបាទ12វ៉ុលបាទចូលទៅបាទរបំដុំលួសបាទ solenoid បាទដែលចេញពីបាទប្រអប់បញ្ជាបាទចូលទៅក្នុងរបំដុំលួសបាទ solenoid នៅក្នុងបាទប្រអប់សោបាទសម្រាប់ខ្សែបាទទី5បាទជាខ្សែបាទសញ្ញាម៉ាស់បាទចូលទៅ solenoid បាទនៅពេលដែលយើងធ្វើការបាទចុចប៊ូតុងបាទភ្ជាប់ម៉ាស់បាទប្រអប់បញ្ជាឬបាទបតបញ្ជានេះបាទនឹងធ្វើការបញ្ជូនបាទសញ្ញាម៉ាស់នេះបាទទៅចូលក្នុងបាទរបំដុំលួស solenoid ដើម្បីឲ្យ solenoid នឹងធ្វើការដកកន្លឹះបាទនៅក្នុងប្រអប់សោទើបយើងអាចធ្វើការបើកនៅកុងតាក់សោបាទសម្រាប់ខ្សែបាទទី6បាទខ្សែបាទពណ៌ខ្មៅដដែលបាទជាខ្សែបាទកុងតាក់បាទភ្ជាប់ម៉ាស់បាទដើម្បីដកកន្លឹះបាទ solenoid ដែលខ្ញុំបានធ្វើការបាទរៀបរាប់នៅខាងលើមិញហ្នឹងបាទរងចាំនៅពេលដែលយើងចុចនៅប៊ូតុងភ្ជាប់ម៉ាស់បាទសម្រាប់ខ្សែបាទទី7បាទខ្សែពណ៌ប្រផេះបាទជាខ្សែសម្រាប់ផ្ដល់សញ្ញាបាទសោឆ្លាតវៃបាទពូសោបាទ LED បាទនៅលើតាបឡូនៅពេលដែលយើងដាក់ tele នៅចិត្តគឺជាបាទសញ្ញាបាទសោរងចាំបាទឬមួយនៅពេលដែលវាមានបញ្ហាបាទអំពូលបាទភ្លើងសោ LED នេះបាទនឹងលោតបាទដោយស្វ័យប្រវត្តិបាទអញ្ចឹងសម្រាប់បាទមេរៀនបាទដោយបទបញ្ជាបាទសោឆ្លាតវៃបាទសម្រាប់ម៉ូតូ Vision បាទ021 022បាទសម្រាប់ Scoopy បាទ023បាទជួរខាងលើបាទត្រូវបានបញ្ចប់បាទសូមបងប្អូនបាទជាងយើងបាទតាមដាននៅវីដេអូបន្ត